អូសុំទោសលោកអាស្បែកមុខងប់ភ្នែកមែនទេបុកសង្សារអញហើយឆាប់សុំទោសមកធ្វើអីហ្នឹងគឺខ្ញុំទេដែលបុកគេមុនសុំទោសណាថៅកែកាម៉ងមហូបអូហូស្អាតមែនប្អូនស្រីចេញមកក្រៅម្នាក់ឯងវាគ្រោះថ្នាក់ណាស់ណាមកសុំវិច្ឆេទបងមកបងនឹងមើលថែអូនឲ្យល្អពួកអាស្អីគេហ្នឹងកុំមករំខានខ្ញុំចង់ខ្ញុំមិនឲ្យទេខ្ញុំមិនស្គាល់អ្នកដោះលែងឲ្យតែបានវិច្ឆេទទៅស្គាល់គ្នានៅក្នុងនឹងហើយហាថយចេញស្រីសំផឹងស្លៀកពាក់ចឹងមិនមែនចង់អូសទាញប្រុសទេគ្រីកុំធ្វើជាស្រីបរិសុទ្ធអីអាសត្វត្រិឆានហ៊ានប៉ះគេមែនទេចាំមើលអញនឹងធ្វើឲ្យអញលែងហ៊ានស្លៀកទៀតបើមិនចង់ងាប់ឆាប់បាត់មុខទៅអូយជួយផងជួយខ្ញុំផងអើយអញទៅហើយអញទៅឥឡូវនេះហើយលែងដៃអញទៅប្អូនស្រីតើចង់ទៅណាលែងដៃមកសង្សារប្អូនរត់បាត់ហើយមកធ្វើស្រីបងល្អជាងហាលែងអញទៅអើយវាប្រាប់ឲ្យពួកឯងលែងដៃមិនបានលុទេគ្រីពួកឯងជានរណាកុំមកពាក់ព័ន្ធរឿងអញឲ្យពេល1នាទីសុំទោសគេភ្លាមបើមិនចង់ដេកពេទ្យទាំងពីរនាក់សុំទោសស្អីសុំទោសម៉ែឯងទៅអាស្បែកមុខចង់ស្លាប់មែនទេឈប់សិនឈប់ទៅងាប់ទៅគ្រប់1នាទីហើយឯងចង់ធ្វើអីមិនមែនចង់បានវិច្ឆេទទេគ្រីមកដាក់មកយើងមកជេរគ្នាលេងប្រាប់ឲ្យដឹងបងធំអញគឺជាលោកឡាងពីក្រុមនាគខ្លាប៉ះអញមិនរស់ទេបើអញហ៊ានប៉ះអញលោកឡាងមិនទុកឯងចោលទេអូខ្លាចណាស់ណាអរគុណបងប្រុសដែលជួយខ្ញុំតែពួកគេជាក្រុមធំពួកគេមិនទុកឯងឲ្យនៅសុខទេយើងប្រញាប់ទៅចុះឈរទីនោះប៉ះមនុស្សអញហើយចង់ទៅណាបងឡាងបងវាដឹងថាគេជាក្រុមនាគខ្លាតែវានៅតែហ៊ានវាខ្ញុំឯងមិនដាក់អញក្នុងភ្នែកផងមែនទេចង់ប្រឆាំងនឹងក្រុមនាគខ្លាមែនទេមិនមែនទេពួកគេទេដែលមករំលោភបំពានខ្ញុំបងប្រុសនេះគ្រាន់តែមកជួយខ្ញុំទេជួយមែនទេស្រីស្អាតក្រុមនាគខ្លារបស់យើងចាប់អារម្មណ៍ឯងនោះគឺជាសំណាងរបស់អញហើយឯងត្រូវតែដោះខោអាវហើយមកសុំឲ្យពួកយើងលេងជាមួយដោយរីករាយកុំមានគំនិតចង់គេចឲ្យសោះយល់ទេមាត់ពួកឯងស្មោកគ្រោកណាស់ឯងនិយាយម្ដងទៀតមើលឯងហ៊ានប្រមាថអញមែនទេពិតមែនហើយថ្ងៃនេះអញមកកាត់ទោសមាត់អាសូរឈ្មោះលោកឡាងឯងហ៊ានហៅមែនទេកាត់ដៃជើងវាចោលឲ្យអស់ឈប់លោកឡាងឯងខ្លាំងម្ល៉េះត្រកូលធំនៅទីក្រុងនេះអ្នកនាងត្រកូលសិនឈៀងយឺទីបំផុតអ្នកនាងមកដល់ហើយខ្ញុំធ្លាប់ប្រាប់អ្នកនាងហើយទីនេះវាមានមនុស្សស្មុគស្មាញកុំមកទីនេះអ្នកនាងមិនព្រមស្ដាប់ទេលោកម្ចាស់អរគុណដែលបានជួយសម្លាញ់ខ្ញុំតែក្រុមនាគខ្លានេះមានឥទ្ធិពលរាប់រយឆ្នាំអ្នកមិនអាចដោះស្រាយដោយពាក្យសម្ដីទេទុកឲ្យខ្ញុំចាត់ការចោះគ្រាន់តែរឿងតូចតាចខ្ញុំនិយាយហើយរឿងនេះហួសពីសមត្ថភាពអ្នកហើយកុំប្រឹងខ្លាំងពេកអីអ្នកនាងសិនចង់ការពារអ្នកទាំងពីរមែនទេត្រកូលសិនយើងក៏មានទំនាក់ទំនងខ្លះជាមួយលោកឡាងដែរថ្ងៃនេះសូមឲ្យលោកទុកមុខឲ្យត្រកូលសិនចប់ត្រឹមនឹងទៅចប់ត្រឹមនឹងវាមនុស្សក្រុមនាគខ្លាឲ្យប្រមាថយើងផងហាចប់ត្រឹមនឹងល្ងងមែន
អ្នកនាងសិនចង់ឲ្យចប់ងីម្លេះចុះចង់បានអីស្រួលតើប្រុសម្នាក់នេះត្រូវកាត់ដៃជើងហើយនាងស្អាតម្នាក់នេះឲ្យពួកយើងយកទៅលេងសិនលេងឆ្អែតហើយអញនឹងសងត្រឡប់ទៅវិញខ្ញុំមិនយល់ព្រមតាមការស្នើនេះទេអ្នកទាំងពីរនេះត្រកូលសិនការពារដាច់ខាតទៅចុះឈរទីនោះអ្នកនាងសិនអ្នកអតីខ្លាចត្រកូលអ្នកតែក្រុមនាងខ្លាចអញមិនខ្លាចទេម្យ៉ាងទៀតទីនេះស្ងាត់ជ្រងទោះជាចាប់ខ្លួនអ្នកនាងក៏គ្មាននរណារកឃើញដែរអ្នកហ៊ានធ្វើមែនទេខ្ញុំធ្លាប់ពើថាអ្នកនាងគឺជាស្រីស្អាតលេខ1ខ្ញុំក៏ចង់ដឹងដែរថាតើផ្អែមដល់កម្រិតណាបងប្អូនចាប់អ្នកនាងសិនទៅរួចយើងនឹងលេងជាមួយនាងឲ្យពេញចិត្តជាងលីអ្នកហ៊ានប្រឆាំងនឹងត្រកូលសិនមែនទេបងឡាងនេះមិនបានជាបែបនេះបងឡាងមិនអីទេលុតជង្គង់ចុះនិយាយលេងសាច់អីអញមកពីក្រុមនាងខ្លាលុតជង្គង់ចុះបងធំខ្ញុំខុសហើយនេះជាការយល់ច្រឡំសូមលើកលែងទោសឲ្យខ្ញុំផងសូមទោសគេទៅអ្នកនាងសិនអូខ្ញុំខុសហើយព្រះនាងកុំប្រកាន់ទោសខ្ញុំអីសូមឲ្យលើកលែងឲ្យពួកយើងម្ដងនេះទៅនាំកូនចៅអញទៅឲ្យឆ្ងាយទៅក្រោកឡើងទៅស្បែកមុខចាំមើលចុះជួបគ្នាលើក្រោយអញនឹងកាត់ស្បែកឯងចាំមើលទៅពិតជាលយណាស់រឿងចប់ហើយអ្នកអាចទៅវិញបានអរគុណខ្លាំងណាស់ចាំសិនក្នុងកាតនេះមាន100,000ទុកជាការអរគុណសម្រាប់លោករឿងតូចតាចប៉ុណ្ណឹងលោកទទួលយកទៅចុះមានន័យថាម៉េចយើងមានឋានៈខុសគ្នាដើម្បីកុំឲ្យមានការយល់ច្រឡំយើងគួរតែដាច់ស្រេចបែបនេះទៅខ្ញុំដឹងហើយអ្នកខ្លាចខ្ញុំយកគុណដែលជួយអ្នកមកគំរាមអ្នកមែនទេយកលុយអ្នកទៅវិញចុះខ្ញុំនិយាយហើយខ្ញុំជួយព្រោះវាជារឿងតូចតាចមិនចាំបាច់មានទំនាក់ទំនងអ្វីទៀតទេមិនក៏ចឹងបើគេមិនយកលុយគឺគេច្បាស់ជាមានគម្រោងធំជាងនេះតែខ្ញុំឃើញគេមិនមែនជាមនុស្សបែបហ្នឹងទេឯងស្លូតពេកហើយឆាប់នេះគេនឹងមកទារលុយអ្នកមិនខានទេតោះទៅលោកមើលហេតុអីបានជាមានកងកម្លាំងច្រើនយ៉ាងនេះចុចលើវីដេអូខាងក្រោមដើម្បីទស្សនាភាពពេញដោយឥតគិតថ្លៃ